Hello កូនៗទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពី3របៀបក្នុងការ clear កាតាបនៅពេលដែលកាតាបរបស់អ្នកទាំងអស់គ្នាពេញវិធីទី1រត់ទៅផ្ទះទី1គឺអ្នកទាំងអស់គ្នាយករបស់ដែលនៅក្នុងកាតាបហ្នឹងមកដាក់នៅក្នុងឃ្លាំងហើយឃ្លាំងហ្នឹងយើងអាចដាក់បានតែពេលយើងនៅក្នុងផ្ទះទេចឹងមិនយើងត្រូវរត់មកផ្ទះចឹងអ្វីក៏ដោយដែលអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាអត់ចាំបាច់ស្ពាយវាតាមខ្លួនអ្នកទាំងអស់គ្នាចុចលើវាហើយចុចពាក្យ store ទៅដូចតុកទូកៅអីហ្នឹងយើងអត់ចាំបាច់ស្ពាយតាមខ្លួនទេវិធីទី2អ្នកទាំងអស់គ្នាទៅរក Albert ហើយបន្ទាប់មកយើងលក់របស់ទៅឲ្យ Albert និយាយទៅរបស់ណាដែលអ្នកទាំងអស់គ្នាអត់ចាំបាច់ត្រូវការប្រើប្រាស់លក់វាអស់ទៅលក់យកលុយចាយកុំទុកនាំតែពេញកាតាបឥតអំពើវិធីទី3ទៅរកកាជីងអញ្ចឹងអ្នកទាំងអស់គ្នាចុចលើ map ហើយចុចលើរូបកាជីងហើយចុចពាក្យ track ទៅពេលហ្នឹងវានឹងនាំផ្លូវយើងទៅរកកាជីងឯងអញ្ចឹងកាជីងមានលក់ back expansion ហើយនិង warehouse expansionបើអ្នកទាំងអស់គ្នាចង់ឲ្យបរិយាទំហំកាតាបឲ្យដាក់របស់បានច្រើនអ្នកទាំងអស់គ្នាទិញនេះអារូបកាតាបពណ៌ខៀវហ្នឹងមួយបរិយាបាន10ហើយអារូបពណ៌ផ្កាឈូកនេះគឺយើងបរិយាឃ្លាំងយើងមួយបាន10ដូចគ្នាអូខេកូនៗទាំងអស់គ្នាបាយបាយឈប់មុនទៅសុំបបត្តិសិន